សួស្តីពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំមានវីដេអូមួយតាក់ទងទៅនឹងគាថានេះយកមកដាស់យកមកសូត្រដាស់ខ្សែចកេះឬក៏បត់ខ្សែចកេះឬក៏មូលខ្សែចកេះអញ្ចឹងណាពុកម៉ែបងប្អូនឬក៏កថាដែលយើងមូលរុំវាហ្នឹងណាយើងអាចយកគាថាហ្នឹងទៅសូត្របានគាថានេះគឺគាថាចាស់ពីដើមលោកតែងតែយកមកប្រើប្រាស់ហើយគាថានេះយើងអាចយកមកភាវនាសមាធិក៏បានដែរហើយមានឫទ្ធិមានអានុភាពខ្លាំងហើយផ្ដើមដោយនមោពុទ្ធាយាសមាធិអញ្ចឹងទៅណាពុកម៉ែបងប្អូននមោធម្មាយាសមាធិនមោសង្ឃាយាសមាធិនេះខ្ញុំគ្រាន់តែសរសេរធ្វើចែកជូនពុកម៉ែបងប្អូនទស្សនាហើយយកទៅសូត្រប្រើនៅចងដាស់គាថាឬក៏ដាស់ខ្សែមួនខ្សែចកេះពុកម៉ែបងប្អូនដែលយកទៅប្រើប្រាស់ហ្នឹងវាមានប្រសិទ្ធភាពហ្នឹងហើយខ្ញុំក៏ឃើញក្នុងក្បួនលោកតារបស់ខ្ញុំហើយខ្ញុំក៏ចែករំលែកយន់ហើយអញ្ចឹងចែករំលែកនៅគាថាដើម្បីសូត្រឲ្យបានប្រកែផងដែរអញ្ចឹងណាហើយយើងអាចសមាធិភាវនាគាថាហ្នឹងក៏បានដែរគាថាហ្នឹងអាចដាស់មន់យន់គាថានៅក្នុងខ្លួនយើងដែលមានស័ក្តិអីហ្នឹងក៏យើងអាចដាស់បានដែរហើយបើសិនជាយើងធ្វើខ្សែចកេះយើងមានមូលឡោតមូលកថាអីយើងសូត្រគាថាហ្នឹងដើម្បីបត់ខ្សែកថាហ្នឹងមានឫទ្ធិមានអានុភាពខ្លាំងហើយបើយើងចាក៏មានបាលីមុនគាថាដែលយើងត្រូវចាដែរសូត្រដែរណាហើយសូម្បីយើងសាក់រោគសាក់អីហ្នឹងក៏មានបាលីហែកសាច់បាលីបិទសាច់ចាក៏ដូចគ្នាដែរចាមានបាលីចាបើកសាច់ហើយនឹងបិទសាច់ហើយមានប្រុសមានស្រីដូចគ្នាអញ្ចឹងពុកម៉ែបងប្អូនណាហើយនេះជាអក្សរខ្មែររបស់យើងណាហើយមិនមែនជាអក្សរពីណាទេគឺអក្សរខ្មែរបុរាណរបស់យើងហើយយើងស្គាល់យើងរៀនហើយឥឡូវកុំឲ្យវាបាត់បង់យើងសរសេរផុសក្នុង YouTube ខ្លះទៅដើម្បីអភិរក្សលើកស្ទួយនៅអក្សរខ្មែរយើងអក្សរខ្មែរមានឫទ្ធិមានអានុភាពគឺអក្សរអាទិទេពហ្នឹងណាអញ្ចឹងក៏សូមជម្រាបលាអរគុណច្រើន